គេថាខ្ញុំខំប្រឹងរកស៊ីទាំងយប់ទាំងថ្ងៃធ្វើអីខ្ញុំអត់ទាំងមានប្រពន្ធមានកូនផងខ្ញុំថាវាមានតែសម្បញ្ញញ្ញៈមានតែចិត្តអារម្មណ៍របស់ខ្លួនខ្ញុំទេដឹងតែខ្ញុំកំពុងតែធ្វើដើម្បីអីនោះហើយជាតម្លៃសកលជាតម្លៃកតេបណ្ឌិតដែលថាល្អឬអាក្រក់វានៅក្នុងដុំចិត្តអាចិត្តនៅក្នុងមនុស្សរូបកាយគ្រាន់តែជាសម្បកទេជួនកាលរូបកាយស្អាតមែនប៉ុន្តែដុំចិត្តនឹងវាអត់ល្អជួនកាលរូបកាយអាក្រក់មែនប៉ុន្តែដុំចិត្តនឹងវាល្អថងចំណុចនឹងហើយដែលខ្ញុំបកគោណាបច្ចាណាឃើញទៅថាមនុស្សក្រដោយមានដោយខ្ញុំឲ្យតម្លៃមុនគេទៅលើចិត្តបើសិនណាជារាប់ជាសម្ភារៈហើយមកគិតតម្លៃជាទឹកចិត្តវិញអ្នកក្រចាញ់គេបាត់ហើយគ្មានឱកាសធ្វើល្អទេពីព្រោះគ្នាជួនកាលគ្មានលុយចូលប៉ុនគ្នាចូលប៉ុនតែ100ប៉ុន្តែគ្នាមានលុយតែ200ពាក់កណ្ដាលនៃទ្រព្យសម្បត្តិរបស់គ្នាទៅហើយចូលបើអ្នកមានលុយ1លានធ្វើប៉ុនអស់តែ$10000ហើយមានលុយ$1លានសួរតាណាច្រើនជាងជាចិត្តត្រង់កន្លែងនេះខ្ញុំចេះតែដេកពិចារណាច្រើនខ្ញុំគិតឃើញថាមុននឹងខ្ញុំស្លាប់ទៅខ្ញុំត្រូវបង្កើតស្អីមួយពីព្រោះពូជខ្មែរយើងជាពូជដែលមិនអន់ទេហើយផងមកដាច់ពូជនៅជំនាន់ហ្នឹងដែលខ្ញុំនិយាយថាខ្ញុំដែលខ្ញុំសម្ភាសនៅក្នុងអាស៊ីសេរីខ្ញុំថាបើបុគ្គលណាមួយអាចផ្សះផ្សាខ្មែរផ្សះផ្សាការឈឺចាប់នៅក្នុងដួងចិត្តខ្មែរឡើងវិញកសាងប្រទេសខ្មែរមួយដែលមានប្រជាពលរដ្ឋអ្នកមានចេះអាណិតអាសូរអ្នកក្រចេះសាទរនឹងអ្នកមានចេះស្រឡាញ់ចេះគោរពដល់អ្នកមានប្រជាពលរដ្ឋមួយដែលស្រឡាញ់រដ្ឋាភិបាលគុំចងអាឃាតជាមួយរដ្ឋាភិបាលហើយរដ្ឋាភិបាលមួយកសាងរដ្ឋាភិបាលមួយដែលស្រឡាញ់ប្រជាពលរដ្ឋខ្លួនឯងមើលគ្នាទៅវិញទៅមកជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមកជាសេចក្តីសម័យដែលខ្ញុំមានតាំងពីយូរខ្ញុំខំប្រឹងធ្វើក្នុងទិសដៅហ្នឹងសូម្បីតែអ្នកណាជេរបចោអ្នកណាថាមិនវាយបហាស្កាត់មុខខ្ញុំយ៉ាងម៉េចខ្ញុំទៅក្នុងទិសដៅហ្នឹងក្នុងករណីដែលប្រជាពលរដ្ឋមិនគ្រប់គ្រងខ្ញុំក៏អត់មានការឈឺចាប់ដែរនោះហើយជាតម្លៃពិតរបស់មនុស្សគឺថាធ្វើអ្វីបូជាអ្វីទាំងអស់ដើម្បីបុព្វហេតុត្រឹមត្រូវណាមួយតែនឹងដែលយើងសិក្សាអល្អិតដល់ពេលយើងយល់ពីខ្លួនយើងហើយយើងដឹងថាតើយើងគួរប្រតិបត្តិយ៉ាងណាទ្រព្យសម្បត្តិយកមកធ្វើអីជួនកាលគេថាខ្ញុំអញ្ចឹងគេថាហើយហេតុអីមិនទៅបួសបើយើងគិតអញ្ចឹងដែរខ្ញុំថាសត្វតែសម្ដីអសិលធម៌ហើយមានតែខ្លួនខ្ញុំទេខ្ញុំដឹងថាតើខ្ញុំប្រើលទ្ធភាពខ្ញុំជាអ្នកបួសឬប្រើលទ្ធភាពខ្ញុំជាកុហកដើម្បីជួយប្រជាពលរដ្ឋខ្ញុំឲ្យបានគេថាជួយប្រជាពលរដ្ឋមិនក៏យកសាសនាមកលោកឡំគ្មានបានប្រយោជន៍អីពួកហ្នឹងសិតតែពួករៀបងាប់តាពួកអត់បានការពួកនៅក្រៅសង្គមតែខ្ញុំយល់ថាអត់ទេតើសិលធម៌ក្នុងការរស់នៅពីពួកខ្ញុំប្រើក្នុងជីវិតរបស់ខ្ញុំរស់ស៊ីក៏បានមានចំណេះដឹងទៀតប្រស័យតាក់ទងមានបញ្ញាលឿនតាំងពីសុខភាពអីកើតហើយការគិតអីទាំងអស់មិនសូវមានបដិសេរីទេសូមអរគុណសូមអរគុណការបកស្រាយរបស់លោកឥឡូវនេះដោយសារពេលវេលាយើងជាដល់ទីបញ្ចប់ហើយខ្ញុំសូមប្រគេននីតិនេះទៅវិទ្យាគុណហើយឲ្យវិទ្យាគុណឲ្យជាសង្ឃដីកាសង្ខេបចុងក្រោយផងពរសូមចម្រើនពរពុណាដែលបានផ្ដល់ឱកាសឲ្យស្មារតីបញ្ចប់នៅការបញ្ចេញចូលរួមមតិដើម្បីបង្ហាញអំពីតម្លៃរបស់មនុស្សឬក៏តម្លៃជាមនុស្សថាស្ថិតនៅលើកត្តាអីខ្លះបងណាដែលសូមបកស្រាយអំពីសំណួរប៉ុនខ្ញុំអាយដាមហើយនឹងបងបានសួរពីដើមសិនដែលមិនទាន់បានឆ្លើយបញ្ចប់តែបងគាត់មានការចូលរួមសំណួរដែលគាត់សួរថាតើពុទ្ធសាសនាអាចចូលរួមនយោបាយបានដែរអត់ឬក៏អ្នកនយោបាយគួរយកគោលការណ៍ពុទ្ធសាសនាមកប្រើដែរទេអាត្មាឃើញថាអ្នកដែលនិយាយថាពុទ្ធសាសនាសម្រាប់តែមនុស្សដែលចិត្តងាប់ហើយសម្រាប់អ្នកដែលនៅទៅក្នុងវត្តជាដើមដែលមានអ្នកបុគ្គលមួយចំនួនលើកឡើងពោលយ៉ាងនេះតែក៏ពិតទៅបុគ្គលហ្នឹងជាបុគ្គលល្ងងខ្លៅអាចនិយាយបានអញ្ចឹងហើយជាបុគ្គលដែលមាននេត្រាអត់បើកឬក៏ជាបុគ្គលដែលរស់នៅក្នុងសង្គមគេដែរប៉ុន្តែជាមនុស្សដែលបិទតិចបិទភ្នែកយកសុខតែខ្លួនឯងជាបុគ្គលដែលថាមិនចេះឆ្លុះបញ្ចាំងអំពីតកភាពពិតដែលមាននៅក្នុងសង្គមបច្ចុប្បន្នអាត្មាឃើញអ្នកនយោបាយជាច្រើនកំពុងតែយកពុទ្ធសាសនាទៅប្រើប្រាស់យើងអាចឆ្លុះបញ្ចាំងឃើញនឹងអស់គ្នាបានបច្ចុប្បន្ននេះដល់ពេលគាត់វាយគ្នាទៅគាត់ជេរគ្នាទៅគាត់ឆ្លោះគ្នាទៅជ្រួលច្បល់ពេញប្រទេសគាត់ចាប់ផ្ដើមរកសាមគ្គីឬក៏សម្របសម្រួលគ្នាវិញនេះអាកន្លែងសាមគ្គីអាកន្លែងសម្របសម្រួលរកគ្នានេះដែលឲ្យឈ្មោះថាពុទ្ធសាសនានោះពុទ្ធលោកសម្ដែងថាម៉េចសាមគ្គីហ្នឹងតបោសុខោការសាមគ្គីការរួបរวมគ្នាការត្រូវគ្នាស្រស់ស្រួលមួមតិគ្នាមានការយល់ឃើញដូចគ្នាមានផែនការដូចគ្នានឹងហើយដែលជាប្រភពនៃសេចក្តីសុខខ្ញុំកណាសូមជាប់បន្តិចទៅសារពេលវេលាប៉ុណ្ណេះខ្ញុំកណាសូមចូលបន្តិចទេខ្ញុំកណាគិតឃើញថាអញ្ចេះការដែលលើកយកមកហ្នឹងចំពោះអ្នកនយោបាយហ្នឹងដែលថាឆ្លោះគ្នាឆ្លោះអីហ្នឹងហើយបដិជនមានសង្ឃដីកាថាការដែលងាកទៅរកសាមគ្គីហ្នឹងឯបោតខោហ្នឹងគឺជាតាផ្លូវទៅតាមព្រះពុទ្ធហើយប៉ុន្តែអ្នកនយោបាយពីមុនមកនោះការពុទ្ធសាសនាដែរណាហ
ហើយជាចំណុចមួយដែលសំខាន់សម្រាប់ដែលជាអ្នកដែលបំពេញភារកិច្ចជាអ្នកទទួលខុសត្រូវអ្នកដឹកនាំទៀតរឿងអីមិនបានយល់ថងចំណុចហ្នឹងប្រហែលជាខ្ញុំកណាយល់ឃើញថាគេយកបញ្ហាហ្នឹងដើម្បីជាលេសមួយដែលប្រជាពលរដ្ឋខ្មែរថាអ្នកនយោបាយសិតជាបោកណោះទល់ឥឡូវនេះអ្នកណាចង់ធ្វើនយោបាយប្រជាពលរដ្ឋថាអ្នកណាក៏ដូចអ្នកណាដែរគាត់មិនប្រើពាក្យប៉ុណ្ណឹងទេគាត់ប្រើភាសាអសុរោះជាងហ្នឹងផងប្រើភាសាអសុរោះជាងហ្នឹងផងមិនត្រឹមថាអ្នកណាដូចអ្នកណាទេរឿងអ្នកនយោបាយហ្នឹងអញ្ចឹងមកខ្ញុំគិតថាជួយឲ្យដេចគុណមានសង្ឃដីកាសង្ខេបយ៉ាងម៉េចក៏ដូចជាបន្ទូលម៉េចក្នុងជាអាវាតយ៉ាងម៉េចជួយដល់អ្នកនយោបាយខ្លះទៅតាមពុទ្ធសាសនាផងព្រោះដែលតាំងកពិតទៅគូឲ្យអាណិតដល់ប្រជាពលរដ្ឋខ្មែរព្រោះណាដែលមិនជឿជាក់លើខ្លួនឯងហើយជឿជាក់លើអ្នកដទៃហើយជឿជាក់លើសមត្ថភាពអ្នកដទៃថាអ្នកនេះអ្នកនោះបានចេញពីប្រភពនេះប្រភពនោះជាអ្នកអស្ចារ្យជាងខ្លួនអញ្ចឹងណាហើយចឹងហើយក៏ផ្ញើសេចក្តីសង្ឃឹមទៅលើគេទៅដល់ពេលគេបោកប្រាស់ក៏តាំងពីបដូចថាណាក៏ដូចអាណាហើយអកក៏ដូចអកក៏ដូចអកអាត្មាធ្លាប់ឮដែរព្រោះណាក្នុងបញ្ហាហ្នឹងហើយតាំងក៏ទៅអាត្មាចូលរួមមតិនេះក៏ក្នុងចំណែកមួយនៃជាប្រជាពលរដ្ឋព្រោះអញ្ចឹងសូមបញ្ជាក់ចុងក្រោយទៅនឹងយោបល់របស់អាយដាមខាំវិស្នាដែលបានលើកឡើងព្រោះណាដែលតើអ្នកនយោបាយគួរប្រកាន់យកពុទ្ធសាសនានៅក្នុងអេរិយាបថនៃការធ្វើនយោបាយដែរឬអត់តើពុទ្ធសាសនាវាគួរលះបង់ឬក៏យ៉ាងម៉េចនៅក្នុងនយោបាយក្នុងប្រទេសខ្មែរតាមក៏ពិតបើសិនជាអ្នកនយោបាយក្នុងស្រុកខ្មែរលះបង់ទ្រឹស្ដីនៅក្នុងពុទ្ធសាសនាឬក៏អវាទនៅក្នុងពុទ្ធសាសនាចោលហើយសង្គមខ្មែរទាំងមូលពិតជាមានបញ្ហាដោយក្នុងសម័យបល័យពុយសាសអញ្ចឹងយើងអាចឃើញពិតប្រាកដការកាប់សម្លាប់គ្នានោះមានបញ្ហាយ៉ាងណាខ្លះហើយការបែកបាក់សាមគ្គីគ្នាជាដើមដែលយើងតាំងពីសម័យមហានគររហូតមកដល់បច្ចុប្បន្ននេះស្ទើរតែអស់អ្វីៗទាំងអស់ក៏ដោយសារតែការដើរខុសចាកកន្លងនៃធម៌នឹងឯងអញ្ចឹងបើសិនជាអ្នកនយោបាយទាំងអស់យកផ្លូវធម៌ឬក៏យកផ្លូវពុទ្ធសាសនាឬក៏យកច្បាប់ធម្មជាតិមកដើរជាមួយនឹងនយោបាយប៉ុនខ្លួនហើយពិតជាអាចមានសេចក្តីសុខបច្ចុប្បន្ននេះហើយនឹងក្មេងចំនួនក្រោយទៀតផងដោយការធ្វើខ្លួនជាគំរូល្អនេះគឺតាមទស្សនៈនិងយោបល់ផងអាត្មាផ្ទាល់ខ្លួនព្រោះហើយសូមសង្ខេបបញ្ចប់មកកាន់កន្លែងដែលបងសួរថាតើអេរយាប័តនៃបានថាការរស់នៅរបៀបណាដែលប្រកបដោយគុណធម៌ដើម្បីធ្វើជីវិតហ្នឹងឲ្យវាមានតម្លៃជាមនុស្សរបស់ពុទ្ធសាសនាយ៉ាងវិញអញ្ចឹងក្នុងឱកាសដែលអាត្មាបានចូលរួមកិច្ចពិភាក្សានេះឃើញថាតាមក៏ពិតទៅវាគួរតែឆ្លើយឲ្យបានបញ្ចប់លឿនក៏ប៉ុន្តែដោយសារការសួរដេញដោលគ្នាទៅវិញទៅមកដើម្បីឲ្យវាមានការបែកសេចក្តីរត់ទៅច្រើនហើយជាការល្អអាត្មាសង្ខេបត្រឡប់មកវិញថាក្នុងពុទ្ធសាសនាលោកបង្រៀនឲ្យយើងរស់នៅប្រកបដោយកាយសុចរិតវិច័យសុចរិតនិងមโนសុចរិតពោលគឺរស់នៅដោយមានចំណេះវិជ្ជាមានការយល់ត្រូវមានការគិតត្រូវមានការនិយាយត្រូវធ្វើត្រូវចិញ្ចឹមជីវិតត្រូវព្យាយាមត្រូវតម្កល់ចិត្តត្រូវរលឹកត្រូវហើយនឹងដឹងត្រូវរួចត្រូវសភាវៈត្រូវ10នេះអាត្មាមិនមានពេលលំអិតពីព្រោះថាពេលវេលាប៉ុនយើងបានខ្លីៗហើយប៉ុន្តែវាមានពិតប្រាកដនៅក្នុងពុទ្ធសាសនាដែលធ្វើឲ្យជីវិតនៃការរស់នៅនេះប្រកបដោយសេចក្តីសុខបានហើយនឹងពោលគឺលះបង់នៅការបៀតបៀនគ្នានឹងឯងដែលថាជាកត្តាចាំបាច់ពោលនេះគឺជារបៀបនៃការរស់នៅដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្រៀនឲ្យមនុស្សទាំងឡាយចេះរស់នៅមានសេចក្តីសន្តោសមានមេត្តាករុណាអនុគ្រោះគ្នាទៅវិញទៅមកជាដើមនេះគឺជារបៀបនៃការរស់នៅដែលព្រះពុទ្ធលោកបានបង្រៀនដល់មនុស្សដើម្បីព្រោះថាលោកបានបង្រៀនថាបើសិនជាអ្នករស់នៅលើផែនដីនេះទុកណាជាអ្នកមានអាយុការអស់តាំងនៅអស់ការ100ឆ្នាំប៉ុន្តែបើសិនជាអ្នកគ្មានសិលធម៌គ្មានគុណធម៌គ្មានសច្ចធម៌គ្មានការពិតបែរថាជាអ្នកបុគ្គលជាអ្នកមានចិត្តលុះនៅក្នុងអំណាចសេចក្តីលោភលន់លុះនៅក្នុងអំណាចនៃសេចក្តីក្រោធខឹងលុះនៅក្នុងអំណាចនៃភាពល្ងងខ្លៅការរស់នៅក្នុង100ឆ្នាំនឹងគ្មានបានប្រយោជន៍អីទេពីព្រោះថាទោះបីមានទ្រព្យសម្បត្តិច្រើនមានអ្វីច្រើននៅក្នុងโลกនេះវាអត់មានសារៈពីព្រោះថាទ្រព្យសម្បត្តិទាំងអស់ហ្នឹងឬអ្វីទាំងអស់ហ្នឹងមិនអាចធ្វើឲ្យអ្នករួចផុតចាកអំពីចរិយាព្យាធិមរណៈដដែលហ្នឹងអញ្ចឹងពុទ្ធលោកអត់ឲ្យតម្លៃមនុស្សនៅត្រង់ហ្នឹងទេបើថាមនុស្សមានតម្លៃរបស់ខ្លួនគឺនៅត្រង់ការដែលមានសិលធម៌គុណធម៌ហើយនឹងអំពើល្អនោះឯងដែលខ្លួនគប្បីកសាងឡើងទ្រព្យសម្បត្តិទាំងអស់ដែលអ្នកខំធ្វើអំពើល្អបានអាក្រក់បានមកបណ្ណាលោភលន់វាទីអំណាចអីសពបែបយ៉ាងលើផែនដីនេះ
គឺស្លាប់ទៅយកអីអត់បានទេសូម្បីតែធៀបហ្នឹងក៏អត់បានដែរអញ្ចឹងបុគ្គលក៏បីរស់នៅលើនេះក៏បីធ្វើខ្លួនដូចជាពវេកតែថាគេថារស់ដូចស្លាប់ដូចពស់រស់ដូចកែបបងប្អូនណាក៏មានលក្ខណៈរស់នៅបែបនេះដែលព្រះអង្គលោកបង្រៀនមនុស្សមិនឲ្យអញ្ចឹងទេពីព្រោះថាមនុស្សគឺជាអ្នកដែលអស្ចារ្យដោយព្រះអង្គលោកបានធ្វើជាគ្រូទេវតានិងមនុស្សទាំងឡាយដោយសារមនុស្សចេះប្រើគំនិតហើយនឹងគុណធម៌នេះឯងដែលវាអស្ចារ្យអញ្ចឹងមានពាក្យមួយទៀតគេថាកើតមកជាមនុស្សត្រូវតែចេះមានចំណេះក្នុងសន្តានកុំធ្វើខ្លួនដោយតិរិឆានគ្មានខ្លឹមក្នុងប្រាណបន្តិចសោះបងហើយសូមបញ្ជាក់ថាមនុស្សគឺត្រូវតែស្លាប់មនុស្សពិតជាត្រូវព្យារាព្យាធិនិងមរណៈបៀតបៀនមែនអ្នកទាំងអស់គ្នាអាចស៊ើបអង្កេតពិនិត្យពិចារណាទៅវិញថាតើផ្លូវដែលអ្នកទាំងអស់គ្នាកំពុងតែជ្រើសរើសមានការលោភលន់មានការលួចទ្រព្យគេមានការកេងប្រវ័ញ្ចបៀតបៀនជិះជាន់គ្នានឹងគ្នាជាដើមហ្នឹងដែលអ្នកទាំងអស់គ្នាគិតថាអស្ចារ្យហ្នឹងតើអ្នកទាំងអស់គ្នាពិចារណាមើលថាតើជួយការពារអ្នកចេញអំពីសេចក្តីស្លាប់ហ្នឹងខាងមុខហ្នឹងបានដែរឬអត់បើអត់បានទេក៏បីលះបងប្អូនណាកន្លែងហ្នឹងបើទោះបីជាយើងធ្វើអំពើល្អក៏ជាបំផុតដែរជាបំផុតពីរឿងកន្លែងការកើតចាស់ឈឺស្លាប់នឹងដូចតែគ្នាប៉ុន្តែគេយល់ឃើញថាយើងគិតតែពីធរគួយគិតហ្នឹងវាគ្មានបានការអីគេរស់នៅសុបាយរហូតចុងក្រោយស្លាប់ដូចគ្នាទាំងអ្នកធ្វើល្អទាំងអ្នកធ្វើអាក្រក់ស្លាប់ដូចគ្នាប៉ុន្តែគេនៅពេលរស់ហ្នឹងគេសុបាយមួយឆ្អែតហើយឯងដេកតែកើតទុកអត់ទៅលហាមទៅពិបាកទៅគិតតែពីរឿងទៅធ្វើអីជាប្រយោជន៍សម្រាប់អ្នកដទៃទៅខ្ញុំហ្នឹងសុបាយតែរហូតគេយល់ថាអញ្ចឹងវាមានតម្លៃទាំងអ្នកល្អទាំងអ្នកអាក្រក់មានកិច្ចរួចពីការស្លាប់ណាបើថាអីបើសិនណាជាយើងធ្វើអាក្រក់អត់កិច្ចរួចពីការស្លាប់តែបើយើងធ្វើល្អកិច្ចរួចពីការស្លាប់អាហ្នឹងវាគួរតែជ្រើសរើសយកផ្លូវអាក្រក់ដែរយកផ្លូវល្អដែរថងចំណុចហ្នឹងប្រិយគុណធ្វើម៉េចឲ្យប្រជាពលរដ្ឋជ្រះស្រឡះអនុវត្តយកទៅគិតបានប្រើបានក្នុងជីវិតរស់នៅប្រចាំថ្ងៃសូមអរគុណសូមបដិជគុណជួយទៅសង្ខេបប៉ុន្តែខ្ញុំសូមបន្ថែមបន្តិចថាការធ្វើល្អគង់តែស្លាប់ដូចជាគ្នាដូចគេថាដូចលោកវាសនាបានបកស្រាយបន្ថែមគេថាអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់ដល់ពេលអញ្ចឹងមនុស្សដែលឮពាក្យហ្នឹងតាមពិតពាក្យហ្នឹងឲ្យសម្រេចនៅប្រកបដោយជីវិតមួយដែលបានត្រឹមត្រូវគេមិនចង់គិតឃើញថាអង្គតែស្លាប់ហើយធ្វើអីតែចិត្តទេឧទាហរណ៍តែខ្ញុំកណាចេះតែជែកសុំបន្តបន្តិចទៀតឲ្យថាចាស់គេថាអញចាស់ហើយអញហួសពេលហើយមានតែឯងក្មេងទេត្រង់ហ្នឹងឲ្យខ្ញុំកណាគិតឃើញថាចាស់នេះពីក្មេងអាចបានធ្វើអីទេដល់គាត់ចាស់គាត់និយាយយកពាក្យហ្នឹងហ្មងតើយើងចង់ឲ្យមានអាគំនិតហ្នឹងដល់ខ្មែរយើងចំនួនឲ្យតទៅទៀតយ៉ាងម៉េចសូមលោកគុណជួយសង្ខេបតិចត្រង់ទីនេះពិតមែនហើយដែលថាវាជាសច្ចធម៌វាជាការពិតនៃធម្មជាតិវាជាការពិតនៃជីវិតរបស់យើងគេនឹងសពសត្វទាំងអស់គ្រប់គ្នាមិនថាទេវតាអិនមាព្រំឬក៏យមយៈឬក៏មនុស្សថ្នាក់ណាទេគឺត្រូវតែសេចក្តីស្លាប់គ្របសង្កត់ទាំងអស់យ៉ាងពិតប្រាកដក៏នៅថាតើការរស់នៅយើងជ្រើសរើសធ្វើអ្វីបើអ្នកធ្វើអាក្រក់សេចក្តីអាក្រក់ហ្នឹងបើថាសាងសេចក្តីអាក្រក់ហើយគឺការរស់នៅបច្ចុប្បន្នហ្នឹងជាទុក្ខហើយជាទុក្ខមិនបើសុបាយរហូតនេះជាទុក្ខរបៀបម៉េចគឺមិនយល់កន្លែងហ្នឹងជាទុក្ខហ្នឹងអាត្រង់ហ្នឹងឯងដែលអាត្មាចង់ប្រៀបធៀបថាបីដូចជាមមាញហើយចូលភ្លើងអញ្ចឹងនៅពេលដែលខ្លួនហើយចូលភ្លើងឃើញភ្លើងហ្នឹងមិនដឹងថាហ្នឹងវាក្តៅឯណានៅពេលដែលយើងហើយចូលទៅបានដឹងថាភ្លើងនឹងឆេះរោលខ្លួនបានដឹងថានោះគឺជាសេចក្តីទុក្ខតាមការពិតសត្វលោកដែលសបាយលោភលន់នាំគ្នាធ្វើអំពើអាក្រក់អីសពបែបយ៉ាងហ្នឹងគឺវាប្រៀបដូចជាមមាញដែលមានសេចក្តីប្រមាទមិនបានដឹងការពិតនៃជីវិតអត់បានរលឹកឃើញសេចក្តីស្លាប់ហ្នឹងទេពីចាអ្នកធ្វើអាក្រក់អត់បានរលឹកឃើញទេខ្ញុំសួរទៅដឹងគាត់ថាបានដឹងតែសេចក្តីស្លាប់ហ្នឹងបានរស់នៅឲ្យសប្បាយអស់ចិត្តតិចទៅជិះជាន់គ្មានខ្លាចអីទេពោះត្រូវការសប្បាយបច្ចុប្បន្នហ្នឹងការបើសិនជាគាត់សម្រេចចិត្តបែបនេះបានន័យថាការយល់ដឹងរបស់គាត់ទៅលើច្បាប់ធម្មជាតិគឺនៅមានកម្រិតទាបនេះហើយគឺជាបុគ្គលដែលយើងកំពុងតែធ្វើសកម្មភាពដើម្បីជួយសង្គ្រោះឬក៏ដើម្បីជួយស្រោចស្រង់គាត់ដូចជាបងមានប្រសាសន៍ថាបើគាត់ពៀលហើយតើយើងគាត់ជួយគាត់ដល់របៀបណាពីព្រោះថាការយល់ការដែលគាត់คล้ายទៅជាបុគ្គលពៀលនឹងឯងដែលធ្វើឲ្យសង្គមរបស់យើងនឹងកំពុងតែមានភាពច្របូកច្របល់ហើយនឹងមានបញ្ហាដល់សប្តាហ៍ហ្នឹងអញ្ចឹងអ្វីដែលយើងកំពុងធ្វើគឺយើងត្រូវទាញពួកគាត់នឹងឯងអញ្ចឹងយើងត្រូវដឹងថាពួកគាត់នឹងហើយដែលគឺជាអ្នកដែលយើងកំពុងតែអនុគ្រោះហើយនឹងការនឹងជួយទាញពួកគាត់ឲ្យត្រឡប់មករកផ្លូវត្រូវវិញនោះដោយការពន្យល់បញ្ញាក់ឲ្យគាត់យល់អំពីការពិតនៃជីវិតផងគាត់ឲ្យគាត់សិក្សាស្វែងយល់ថាតើជំរឿសដែលគាត់ជ្រើសរើសទៅលោភទៅលន់ទៅកាប់សម្លាប់គ្នាទៅបៀតបៀនគ្នាអំណាចកសោបយកតែឯងជាដើមហ្នឹងសួរថាតើធ្វើគាត់មានសេចក្តីសុខមែនអត់
បើគាត់ទៅណាម្នាក់ឯងវាអត់ស្រួលដូចយើងផងហ្នឹងឬអាត្មាអីនិមន្តប្រយម្នាក់ឯងក៏ប៉ុន្តែសម្រាប់អ្នកដែលលោភលន់ខ្លាំងអ្នកដែលកសាងអាក្រក់ខ្លាំងដើរទៅណាមានអង្គរៈទាំងហ្វូងដោយសេចក្តីអីហើយសេចក្តីអត់ជឿជាក់លើខ្លួនឯងពីព្រោះខ្លួនឯងបានសាងអំពើ